hãy đầu ấy chỉ vật bọc nhôm miền ốp sạ tràn lại lục cừu hãy đầu ấy chỉ vật bọc nhôm mình rồi luôn đôi kề hãy đầu ấy nhôm mình ai chụp chạy được kề sầm nua tầng on ní cứ bong bóng con môi dương tay để tràn mà xua lục cừu có đôi chi nè khác ban phok cho từ khung group sầm nua chấm lói bằng lục cừu xua mà can lục cừu trong phải chạyปรับ thà ngay khai cho năm cầm nát mongการบองมนุษย์คือสำคัญครั้งเหมือนแต่ថ្ងៃខែឆ្នាំកំណើតឬក៏ម៉ោងការរបស់មនុស្សនេះវាដូចជាចំណាព្រំលិខិតមួយឬក៏ជាកូនសោជីវិតលេខកូដជីវិតមួយដែលអាចឲ្យយើងដឹងមុនថាតើជីវិតរបស់យើងមានឧបសគ្គច្រើនប៉ុណ្ណាជីវិតរបស់យើងនឹងអាចមានឱកាសខ្លាយជាអ្នកមានបានឬមួយក៏អត់តើអាចមានបាននៅក្នុងកំឡុងអាយុប្រមាណគឺយើងអាចដឹងមុនទាំងអស់តាមរយៈការអានចតារាសីដូច្នេះហើយលោកគ្រូតែងតែលើកទឹកចិត្តឲ្យបងប្អូនកូនក្មួយយើងដើម្បីអានរាសីបើសិនជាយើងមានថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតជាពិសេសសម្រាប់ណាពុកម៉ែបងប្អូនកូនក្មួយដែលមានបុត្រធីតាចង់តម្រង់ទិសគាត់ឲ្យហើយគឺយើងអាចអានរាសីគាត់ទុកជាមុនដើម្បីឲ្យដឹងថាតើគាត់ណាជាប្រភេទដួងទិដ្ឋីអ្វីតើគាត់ទំនោរទៅកាន់ជីវិតបែបណាតើគាត់អាចមានឱកាសនៅក្នុងអាយុប្រមាណហើយមានឧបសគ្គនៅក្នុងកំឡុងអាយុប្រមាណហើយមុខរបររស់ស៊ីណាខ្លះដែលត្រូវជាមួយនឹងគាត់អាចជាអ្នកដែលរស់ស៊ីឬមួយក៏ជាអ្នកដែលធ្វើការល្អជាងអញ្ចឹងគឺយើងអាចដឹងមុនទាំងអស់តាំងពីការរៀបចំទុកដាក់ខ្លួនការប្រើប្រាស់របស់របរផ្សេងៗឲ្យត្រូវជាមួយរាសីរបស់គាត់ទាំងការរៀបចំបន្ទប់គេងរបស់គាត់អីជាដើមដូច្នេះការអានរាសីគឺសំខាន់ខ្លាំងមែនតើណាសម្រាប់បងប្អូនកូនក្មួយទាំងអស់គ្នាដើម្បីជាចម្លើយទៅកាន់សំណួរទាំងអស់នេះដែលតែងតែសួរមកកាន់លោកគ្រូថាតើហេតុអីបានជាជីវិតរបស់ខ្ញុំនេះមានឧបសគ្គច្រើនមែនលោកគ្រូតើពេលណាខ្ញុំមានឱកាសដូចគេតើកំឡុងពេលណាដែលខ្ញុំអាចក្លាយទៅជាអ្នកមានបានហើយតើកំឡុងពេលណាដែលរាសីខ្ញុំដាក់ឲ្យខ្ញុំប្រុងប្រយ័ត្នគឺចម្លើយគឺមាននៅក្នុងថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតរបស់យើងទាំងអស់ណានៅពេលដែលយើងដឹងមុននៅពេលដែលយើងបានអានរាសីយើងដឹងមុនគឺយើងអាចការពារខ្លួនឯងទុកជាមុនឬមួយក៏គេហៅថារៀបចំខ្លួន well prepare ទុកជាមុនរឿងហេតុការណ៍អីកើតមានឡើងដែលអាចនឹងចូលមកជីវិតរបស់យើងគឺយើងអាចព្យាករណ៍ដឹងមុនដើម្បីយើងត្រៀមខ្លួនទុកមុនពុកម៉ែបងប្អូនកូនក្មួយយើងស្ដាប់ទៅដូចជាការអានរាសីនេះគឺពិតជាអស្ចារ្យមែនតើពិតណាស់ការអានរាសីតាមវិជាបាជឺនេះគឺពិតជាអស្ចារ្យខ្លាំងមែនតើហើយវិជានេះគឺមានតាំងពីរាប់ពាន់ឆ្នាំមុនរួចមកហើយណាដែលប្រជាជនចិនជាទូទៅគឺគេស្គាល់គេហៅថាការអានតាមក្បួនប៉ាជឺឬមួយក៏ the four pillar បានន័យថា4បង្គោលដែលមាន8តួអក្សរនេះគឺបើបង្ហាញឲ្យយើងដឹងអំពីដំណើរជីវិតរបស់យើងទាំងស្រុងលោកគ្រូសម្រាប់បង្កើតកញ្ចប់សេវាកម្មមួយហៅថាកញ្ចប់សេវាកម្មកែប្រែវាសនាលោកគ្រូនឹងអានចតារាសីដំណើរជីវិតឲ្យពុកម៉ែបងប្អូនកូនក្មួយយើងពេញមួយជីវិតក៏ដូចជាការមើងនៅហេងមុខបើស្នាជាមានខុសទាស់កន្លែងណាលោកគ្រូនឹងប្រាប់អំពីរបៀបកែហើយបូកផ្សំជាមួយនឹងតើយើងគួរកែចាប់ពីថ្ងៃណាទៅដើម្បីឲ្យជីវិតរបស់យើងផ្លាស់ប្ដូរណាដើម្បីជីវិតយើងផ្លាស់ប្ដូរចំពោះកញ្ចប់សេវាកម្មនេះគឺងាយស្រួលខ្លាំងមែនទែនឲ្យតែពុកម៉ែបងប្អូនកូនក្មួយយើងមានថ្ងៃខែឆ្នាំកំណើតច្បាស់លាស់ជាមួយនឹងម៉ោងកើតយើងអាចប្រហែលបានតែថ្ងៃខែឆ្នាំកំណើតគឺយើងត្រូវច្បាស់ជាមួយនឹងការថតរូបដែលយើងអត់មាន make up 5ប្លង់លោកគ្រូនឹងបោះគំរូឲ្យផ្ញើមកកាន់លោកគ្រូគឺយើងអាចមើលបានហើយចំពោះតារាងចតារាសីដំណើរជីវិតគឺលោកគ្រូនឹងសរសេររៀបរាប់ឲ្យតែម្ដងដើម្បីយើងទុកជាឯកសារយោងមួយសម្រាប់ជីវិតរបស់យើងដូច្នេះកុំឲ្យឱកាសល្អនេះកន្លងផុតឲ្យសោះពីព្រោះចំនួនមានកំណត់ហើយជប់សួរលោកគ្រូទៀតថាតើពេលណាជីវិតរបស់យើងជោគជ័យដូចគេហេតុអ្វីជីវិតរបស់យើងមានឧបសគ្គច្រើនម្ល៉េះត្រូវសួរខ្លួនឯងវិញថាតើយើងត្រៀមខ្លួនរួចឬនៅក្នុងការកែប្រែវាសនារបស់ខ្លួនឯងជាមួយនឹងកញ្ចប់សេវាកម្មកែប្រែវាសនាពី Master ពិសិដ្ឋ Feng Shui ជាចុងក្រោយលោកគ្រូសូមអរគុណសូមជម្រាបលា